នៅពេលខ្ញុំចូលទៅដល់ទីផ្សារខ្ញុំនឹងសូត្រពាក្យមួយឃ្លានេះហើយត្រៀមខ្លួនភ្លាមដើម្បីប្រឈមមុខនឹងរឿងដែលអាចកើតឡើងដោយភាពក្លាហានបើខ្ញុំមានបំណងចង់ធ្វើអ្វីមួយខ្ញុំនឹងសូត្រពាក្យមួយឃ្លានេះភ្លាមហើយចាប់ផ្ដើមធ្វើតែម្ដងដើម្បីរំដោះសេចក្តីខ្លាចចេញឲ្យអស់ពីក្នុងខ្លួនខ្ញុំនឹងទន្ទិញពាក្យមួយឃ្លានេះម្ដងហើយម្ដងទៀតនៅពេលក្រោកពីដំណេកខ្ញុំនឹងសូត្រពាក្យមួយឃ្លានេះហើយក្រោកចេញពីក្រែភ្លាមមិនដូចជាមនុស្សបរាជ័យដែលនៅតែបន្តដេកឲ្យបាន1ម៉ោងថែមទៀតខ្ញុំនឹងចាប់ផ្ដើមធ្វើឥឡូវនេះនៅពេលខ្ញុំចូលទៅដល់ទីផ្សារខ្ញុំនឹងសូត្រពាក្យមួយឃ្លានេះហើយត្រៀមខ្លួនភ្លាមដើម្បីប្រឈមមុខនឹងរឿងរ៉ាវដែលអាចកើតឡើងដោយភាពក្លាហានមិនដូចមនុស្សបរាជ័យដែលគិតរារែកនឹងរកតែផ្លូវគេចខ្លួនខ្ញុំនឹងចាប់ផ្ដើមធ្វើឥឡូវនេះនៅពេលខ្ញុំទៅដល់មុខផ្ទះគេខ្ញុំនឹងសូត្រពាក្យមួយឃ្លានេះហើយចាប់ផ្ដើមគោះទ្វារផ្ទះភ្លាមមិនដូចមនុស្សបរាជ័យដែលឈរចាំនៅខាងក្រៅព្រោះខ្លាចនឹងមានសេចក្តីញាប់ញ័រមិនហ៊ានគោះទ្វារនោះទេខ្ញុំនឹងចាប់ផ្ដើមធ្វើឥឡូវនេះបើខ្ញុំមានបំណងចង់ធ្វើអ្វីមួយខ្ញុំនឹងសូត្រពាក្យមួយឃ្លានេះភ្លាមហើយចាប់ផ្ដើមធ្វើតែម្ដងដើម្បីរំដោះសេចក្តីខ្លាចចេញឲ្យអស់ពីក្នុងខ្លួនខ្ញុំនឹងចាប់ផ្ដើមធ្វើឥឡូវនេះនៅពេលខ្ញុំបំរុងនឹងឈប់ដើម្បីយកលេសទុកធ្វើបន្តទៀតនៅថ្ងៃស្អែកខ្ញុំនឹងសូត្រពាក្យមួយឃ្លានេះភ្លាមបន្ទាប់មកចាប់ផ្ដើមធ្វើឲ្យពេញទំហឹងដើម្បីលក់ឲ្យបានដាច់ទំនិញមួយទៀតខ្ញុំនឹងចាប់ផ្ដើមធ្វើឥឡូវនេះគឺមានតែសកម្មភាពទេដែលជាអ្នកវាស់វែងគុណភាពរបស់ខ្ញុំនៅក្នុងទីផ្សារបានហើយដើម្បីបន្ថែមគុណភាពរបស់ខ្លួនឲ្យបានទ្វេដងខ្ញុំក៏ត្រូវបង្កើនសកម្មភាពឲ្យបានទ្វេដងទៅតាមនោះដែរខ្ញុំនឹងដើរទៅកន្លែងណាដែលមនុស្សបរាជ័យមិនហ៊ានដើរខ្ញុំនឹងបន្តធ្វើការនៅពេលណាដែលមនុស្សបរាជ័យរកកន្លែងដេកខ្ញុំនឹងប្រឹងនិយាយនៅពេលណាដែលមនុស្សបរាជ័យមិនហ៊ាននិយាយខ្ញុំនឹងហៅមនុស្ស10នាក់ឲ្យទិញទំនិញរបស់ខ្ញុំនៅពេលដែលមនុស្សបរាជ័យហ៊ានហៅមនុស្សតែម្នាក់ខ្ញុំនឹងនិយាយថាខ្ញុំនឹងធ្វើវានៅពេលដែលមនុស្សបរាជ័យនិយាយថាវាហួសពេលហើយខ្ញុំនឹងចាប់ផ្ដើមធ្វើឥឡូវនេះគឺជាពេលវេលារបស់ខ្ញុំឯថ្ងៃស្អែកគឺជាពេលវេលារបស់មនុស្សខ្ជិលតែប៉ុណ្ណោះហើយខ្ញុំមិនមែនជាមនុស្សខ្ជិលឡើយថ្ងៃស្អែកគឺជាពេលដែលសេចក្តីបាបនឹងคล้ายជាសេចក្តីល្អតែខ្ញុំមិនមែនជាមនុស្សបាបឡើយថ្ងៃស្អែកគឺជាពេលដែលសេចក្តីខ្សោយคล้ายជាសេចក្តីខ្លាំងតែខ្ញុំមិនមែនជាមនុស្សខ្សោយឡើយថ្ងៃស្អែកគឺជាថ្ងៃដែលមនុស្សបរាជ័យនឹងទទួលបានជោគជ័យតែខ្ញុំមិនមែនជាមនុស្សបរាជ័យឡើយខ្ញុំនឹងចាប់ផ្ដើមធ្វើឥឡូវនេះនៅពេលសត្វតោឃ្លានអាហារវានឹងស៊ីនៅពេលសត្វស្ទាំងឃ្លានទឹកវានឹងផឹកតែបើពួកវាមិនធ្វើសកម្មភាពប្រមាញ់ទេពួកវាប្រកាសជាដាច់ពោះស្លាប់ខ្ញុំស្រែកឃ្លានសេចក្តីជោគជ័យខ្ញុំស្រែកឃ្លានសេចក្តីសប្បាយរីករាយនិងសន្តិភាពផ្លូវចិត្តតែបើខ្ញុំមិនធ្វើសកម្មភាពប្រមាញ់ទេខ្ញុំប្រកាសជានឹងវិនាសក្នុងជីវិតបរាជ័យទុក្ខវេទនានិងអំពើចិត្តដេកមិនលក់បក់មិនលះហើយខ្ញុំជាអ្នកចេញបញ្ជាហើយខ្ញុំក៏ជាអ្នកគោរពនឹងធ្វើការបញ្ជានេះដែរខ្ញុំនឹងចាប់ផ្ដើមធ្វើឥឡូវនេះភាពជោគជ័យមិនចេះរងចាំនរណាម្នាក់ឡើយប្រសិនបើខ្ញុំចាំមិនធ្វើវានឹងរត់ទៅរកអ្នកដទៃហើយខ្ញុំនឹងបាត់បង់វាជារៀងរហូតឥឡូវនេះគឺជាពេលដ៏ល្អបំផុតទីនេះគឺជាកន្លែងដ៏ល្អបំផុតខ្ញុំគឺជាមនុស្សប្រុសម្នាក់ខ្ញុំនឹងចាប់ផ្ដើមធ្វើឥឡូវនេះការអានដុំទី9បានមកដល់ទីបញ្ចប់ជួបជាមួយនឹងខ្ញុំបាទប៉ុនសភិរិទ្ធនៅដុំទី10ប៉ុន្តែដុំទី10នេះគឺអត់មានចំណងជើងទេបាទអញ្ចឹងថាតើដុំទី10នេះនិយាយតកតងជាមួយនឹងអ្វីនៅក្នុងសិភៅកម្ពុជាអ្នកលក់នៅលើโลกនេះបាទអញ្ចឹងជួបគ្នានៅវគ្គបន្តទៀតបាទដែលថ្ងៃនេះ
គឺនៅក្នុងឆ្នាំ2025ខែមេសាបាទ